ពេលខ្លះសុភមង្គលមិនមែនស្ថិតនៅកន្លែងថ្លៃទេហើយដូចបានខ្ញុំនិយាយអញ្ចឹងថ្ងៃនេះខ្ញុំនាំអ្នកនរគ្នាមក Sanctuary Villa Homestay នៅបាត់ដំបងដែលខ្ញុំតែងតែមករាល់ពេលដែលមកលេងឬក៏មកធ្វើការងារនៅខេត្តបាត់ដំបងទាំងខ្ញុំនិងស្វាមីស្រឡាញ់ទីតាំងនេះទីនេះខ្លាំងមែនតើមិនមែនយើងមកលើកទី1ក៏មិនមែនលើកទី2ប៉ុន្តែមកលើកទី3ហើយក៏យើងគិតថានឹងមានឱកាសនៅមកលើកក្រោយៗទៀតសួរថាហេតុដូចបានជាខ្ញុំចូលចិត្តជ្រើសរើសទីនេះបើយើងនិយាយពីទីតាំង Sanctuary Villa នេះចេញពីទីរួមខេត្តគួរសមដែរប៉ុន្តែវាតែងតែលាក់បាំងនៅភាពដ៏អស្ចារ្យមួយដែលធ្វើឲ្យអារម្មណ៍របស់យើងគឺរកឃើញបាននៅភាពស្ងប់ស្ងាត់សំឡេងខ្យល់បក់កាត់វាស្រែហើយបើពន្លឺថ្ងៃលិចវិញអូយពណ៌មាសជ្រងច្រាងហ្មងហើយយើងមើលឃើញនៅថ្ងៃលិចឡើងមូខ្លាញ់ហ្មងដែលជាកន្លែងដែលខ្ញុំស្រឡាញ់ជាងគេហើយបើខ្យល់អាកាសវិញគឺបរិសុទ្ធព្រោះអ្នកនរគ្នាបានមើលឃើញគឺជុំវិញនឹងដោយវាស្រែវាស្រូវសឹងទៅថាយើងដកដង្ហើមស្រូបទុកនៅខ្យល់បរិសុទ្ធដើម្បីព្យាបាលបេះដូងយើងណាបន្ថែមពីនោះក៏យើងមានពេលវេលាក្នុងការជិះលំហែតាមបែបធម្មជាតិស្រុកស្រែហើយបើសួរថាអារម្មណ៍ពិតប្រាកដខ្ញុំចង់និយាយថាបើយើងមិនមានការជ្រើសរើសនៅទីនេះទេយើងក៏មិនអាចទទួលបាននៅអារម្មណ៍បែបនេះដែរហើយបើមានគេសួរខ្ញុំថាចង់ណាជាអ្នកសម្រេចចិត្តទៅទីនោះខ្ញុំញញឹមហើយខ្ញុំក៏ឆ្លើយថាយ៉ាខ្ញុំជាអ្នកសម្រេចហើយគ្រួសារខ្ញុំក៏គ្រប់គ្រងក្នុងការមកស្នាក់នៅទីនេះដែរសួរថាហេតុអីបានជាខ្ញុំលើកឡើងមកនិយាយពីព្រោះមនុស្សទូទៅតែនិយាយថាបុរសគឺជាអ្នកសម្រេចចិត្តក្នុងការជ្រើសរើសទៅទីណាមួយក៏ដោយតែសម្រាប់គ្រួសារខ្ញុំគឺយើងសម្រេចចិត្តរួមគ្នាយើងធ្វើការងាររួមគ្នាបើយើងមានពេលវេលាតិចឬក៏ច្រើនយ៉ាងណាក៏ដោយក៏យើងត្រូវឆ្លៀតធ្វើអ្វីដែលអាចនៅជាមួយគ្នាជុំគ្នាដោយក្តីសោកមានពេលវេលាតិចយើងឆ្លៀតតាមតិចមានច្រើនយើងទៅតាមច្រើនទៅតែយើងគោរពគ្នាទៅវិញទៅមកយើងមានសិទ្ធិនៅក្នុងការផ្ដល់យោបល់និងមតិគាំទ្រគ្នាមិនថារឿងតូចឬរឿងធំទេក្នុងនាមខ្ញុំជាអ្នកអប់រំវិស័យ gender ឬក៏វិសមភាព gender មិនមែនមានន័យថាយើងចង់បាន gender ឲ្យសេចក្តីសុខមានភាពសុខស្រួលបានត្រឹមតែមាត់ទេវាតតែមានការអនុវត្តនិងការចូលរួមហើយមែនតើដូចខ្ញុំនិយាយអញ្ចឹងថាវាមិនមែនគ្រាន់តែជាទ្រឹស្ដីដែលខ្ញុំតែងតែបង្រៀនប៉ុន្តែខ្ញុំបានរស់នៅជាមួយនឹង gender ក្នុងភាពបែបបត់ជា gender យូរណាស់មកហើយដូច្នេះខ្ញុំជឿថាក្រុមគ្រួសារជាច្រើនផ្សេងទៀតបើសិនជាយល់ច្បាស់អំពីទូនាទី gender មិនថាតែនរណានៅក្នុងវិស័យណាកិច្ចការងារណាចំណេះដឹងប៉ុណ្ណាគឺសុទ្ធតែអាចទទួលបាននូវសេចក្តីសុខដូចគ្នាដោយសារតែជីវិតគូស្វាមីគឺយើងត្រូវតែប្រកាន់ជាងគេគឺស្មារតីគ្នាគ្រប់គ្រងគ្នានិងស្ដាប់គ្នាទៅវិញទៅមកជាពិសេសគឺអាចធ្វើឲ្យមនុស្សម្នាក់មានក្តីសុបិនខ្លាយជាការដូចពេលនេះអញ្ចឹងខ្ញុំឲ្យទៅរាប់ពេលមកគឺចង់មើលតែថ្ងៃលិចទេហើយគាត់ក៏តែងតែគ្រប់គ្រងហើយក៏អរគុណ Sanctuary ដែរដែលតែងតែផ្ដល់ឱកាសនេះមកឲ្យយើងបើទោះជាយើងមានលុយក៏ដោយបើគេអត់បានមានទីតាំងសមរម្យសម្រាប់យើងក៏មិនបានទទួលនៅអារម្មណ៍បែបនេះដែរហើយបើអ្នកទាំងអស់គ្នាចង់ដឹងថាតើវាអស្ចារ្យកម្រិតណាអញ្ចឹងកុំភ្លេចចូលទៅមើលព័ត៌មានបន្ថែមឬក៏ធ្វើការកក់នៅទីតាំង Sanctuary Villa Homestay នេះថាតើអារម្មណ៍កក់ក្ដៅកម្រិតណាមិនថាថ្ងៃយប់ល្ងាចចាទាំងឱកាសនៃភាពរីករាយបើថាព្រឹកឡើងវិញខ្ញុំសឹងតែមិននិយាយទេគឺ fresh តែម្ដងហើយវាគ្រាន់តែជាពេលវេលាមួយដែលយើងឆ្លៀតនៅបង្ហោះយកទស្សនវិជ្ជាចងក្រងជាឯកសារអញ្ចឹងដែលខ្ញុំនិយាយចុងក្រោយថាបើយល់ពី gender គ្រួសារមានភមង្គល